ជំរាបសួរបងប្អូនស្វាគមន៍មកកាន់ channel របស់ខ្ញុំអូខេអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញរថយន្តចំនួនតែ5 model ដែលមានតម្លៃល្អមែនទែនគឺខុស $10000 ប៉ុន្តែបងប្អូននឹងទទួលបានគុណភាពល្អការសំចៃសាំងខ្ពស់ហើយក៏ងាយស្រួលថែទាំផងដែរអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែស្វែងរករថយន្តមួយគ្រឿងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្ញុំសង្ឃឹមថាវីដេអូនេះនឹងអាចជួយបងប្អូនបានបន្ថែមទៀតតើបងប្អូនអញ្ចឹងបើកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមទៅនិយាយពីរថយន្ត model ទី1របស់យើងដូចជាបងប្អូនបានស្គាល់ហើយគឺជាអត្តរិទ្ធនៅដងផ្លូវគឺ Toyota Prius អញ្ចឹងខ្ញុំសូមនិយាយពីប្រវត្តិ Toyota Prius បន្តិចសម្រាប់រូបភាពដែលខ្ញុំបង្ហាញហ្នឹងគឺជា Prius Generation ទី2ហើយមិនមែនជាជំនាន់ទី1ទេហើយសម្រាប់រូបរាងខាងលើនេះគឺចាប់ពីឆ្នាំ2004រហូតដល់ឆ្នាំ2009អញ្ចឹងបើយើងនិយាយពីរូបរាងរបស់វាគឺខ្ញុំគិតថា Toyota Prius វានៅតែជារូបរាងមួយដែលជាឡានទាន់សម័យមើលទៅវាក៏អាចយើងចាត់ទុកថាគឺជារថយន្តដែលមើលទៅរាង premium ផងដែរដោយសារតែ2026ហើយតែខ្ញុំនៅតែស្រឡាញ់រូបរាង Toyota Prius ទាំងខាងក្រៅហើយនិងខាងក្នុងផងដែរហ្នឹងហើយបងប្អូនតោះអញ្ចឹងយើងទៅនិយាយពី performance របស់រថយន្ត Prius ផងដែរអញ្ចឹងសម្រាប់រថយន្ត Prius អ្វីដែលលេចធ្លោជាងគេគឺជាការប្រើប្រព័ន្ធ hybrid 1.5 លីត្រចឹងគាត់ថាអានេះគឺជាចំណុចដែលសំខាន់បំផុតដែលធ្វើឲ្យ Prius លក់ដាច់ជាងគេដោយសារតែប្រព័ន្ធ hybrid របស់ Prius គឺបានជួយឲ្យរថយន្តហ្នឹងស៊ីសាំងគឺតិចមែនតើបើនៅក្រុងស៊ីលបាក់ជាក់ស្ដែងតែ5 ទៅ 6 លីត្រទេហើយអ្វីដែលពិសេសគឺវាប្រើ power brake ជាប្រភេទ power brake CVT អញ្ចឹងការចេញចូលលេខគឺវា smooth បាទហើយអ្វីដែលនឹកស្មានគឺចាប់ពីឆ្នាំ2004 Toyota Prius បានបំពាក់ទៅដោយបច្ចេកវិទ្យា Smart Key ទៅហើយគឺវាពិតជាទំនើបមែនតើហើយណាមួយសម្រាប់នៅខាង Snow កដាលនៃ interior របស់ Prius គឺមាន multi function display screen ទៀតគឺ screen ហ្នឹងគឺយើងអាចបញ្ជានៅលើ screen ហ្នឹងបានច្រើនមែនតើសម្រាប់យើងបាទអញ្ចឹងបន្ទាប់ពីយើងនិយាយដល់ screen គឺខ្ញុំមានរឿងដែល surprise មួយទៀតគឺ Toyota Prius បានប្រើជាមួយនឹងបច្ចេកវិទ្យា Frank ABS ដែលធ្វើឲ្យការចាប់ Frank របស់ Toyota Prius ខ្ញុំគិតថាការដែលយើងជាន់ប្រាំងគឺមានការស៊ីល្អមែនតើបាទអញ្ចឹងសម្រាប់ទីផ្សារសម្រាប់រថយន្ត Prius ឆ្នាំ2004ដល់2009ហ្នឹងតាមខ្ញុំសិក្សាគឺសម្រាប់តម្លៃវាមានចាប់ពីត្រឹមតែ$7000រហូតដល់$10000ជាងតិចគឺបងប្អូនអាចទិញរថយន្ត Prius ទៅប្រើប្រាស់បានហើយសម្រាប់តម្លៃនេះគឺខ្ញុំគិតថាវាល្អមែនតើសម្រាប់ទីផ្សារប្រចាំថ្ងៃសម្រាប់បងប្អូនដែលជ្រើសរើសឡានសម្រាប់ប្រើប្រាស់ដំបូងគឺល្អមែនតើតោះអញ្ចឹងយើងចាប់ផ្ដើមចូលទៅរថយន្ត model ទី2បាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅ model ទី2គឺជារថយន្ត Toyota Corolla ចុះសម្រាប់ Corolla ខ្ញុំបង្ហាញនេះគឺជាប្រភេទរថយន្ត Corolla នៅជំនាន់ទី9ហើយដែលវាមានឆ្នាំផលិតចាប់ពីឆ្នាំ2003រហូតដល់ឆ្នាំ2008បាទហើយអ្វីដែលចាប់អារម្មណ៍សម្រាប់រថយន្តមួយនេះគឺសង្ឃថាមានការថែទាំតិចតួចបំផុតហ្មងគឺបងប្អូនគ្រាន់តែដូរប្រេងសិននិងចាក់សាំងទៅគឺបងប្អូនអាចធ្វើដំណើរបានជាប្រចាំថ្ងៃតែម្ដងសង្ឃថាគឺវាធន់តែមែនតើសម្រាប់រថយន្ត model មួយហ្នឹងហើយបើសម្រាប់ការស៊ីសាំងប្រចាំថ្ងៃគឺពិតជា acceptable ខ្លាំងដោយសារតែវាស៊ីសាំងតិចមែនតើហើយសម្រាប់ការបើកបរជាក់ស្ដែងគឺរថយន្តនេះគឺផ្ដល់អារម្មណ៍មួយទៅថាពេលយើង driving ទៅគឺវាពិតជា comfort ហើយវា reliable មែនតើបាទអញ្ចឹងបងប្អូនចង់យករថយន្តនេះប្រើប្រាស់គឺតម្លៃក៏ special ដែរសម្រាប់ទីផ្សារស្រុកយើងហ្នឹងហើយគឺតម្លៃត្រឹមតែ$8000ទៅ$10000ស្ដាងតិចគឺបងប្អូននឹងបានរថយន្ត Corolla Generation ទី9នេះយកទៅប្រើប្រាស់តែម្ដងតោះបងប្អូនអញ្ចឹងយើងចូលទៅដល់រថយន្ត model ទី3របស់យើងគឺជា Toyota Camry ឬក៏ស្រុកខ្មែរយើងអាចហៅបានថាជា Toyota Baleno អញ្ចឹង Toyota Baleno ហ្នឹងគឺជា Toyota Camry ចំនួនទី5ដែលមានឆ្នាំផលិតចាប់ពីឆ្នាំ2002រហូតដល់ឆ្នាំ2006បាទអញ្ចឹងសម្រាប់រថយន្ត Toyota Camry Baleno ហ្នឹងគឺមានការអាប់ដេតច្រើនពីជំនាន់មុនច្រើនមែនតើអញ្ចឹងខ្ញុំអាចនិយាយពីការអាប់ដេតរបស់រថយន្ត Toyota Baleno គឺសម្រាប់ Baleno គឺយើងមាន option កៅអីស្បែកហើយសម្រាប់ option មួយទៀតដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺ Baleno មាន double bar ទេបាទអញ្ចឹងបើសិនជាបងប្អូនស្វែងរករថយន្តដែលមានកម្លាំងខ្លាំងប្រើប្រាស់ smooth ហើយមានអារម្មណ៍ថាពេលយើងជិះទៅគឺវា comfortable ride ហើយអ្វីដែលកាន់ពិសេសទៀតគឺសម្រាប់ខ្ញុំផ្ទាល់រថយន្តហ្នឹងគឺមើលទៅបែបអ្នកមូលមើលជុំណាក៏ស្អាតមើលពីគៀនមើលពីមុខមើលពីក្រោយគឺកាន់តែតាក់ទាញតែពាក្យខ្មែរយើងអាចនិយាយបានថាល្អគុណហ្នឹងបងប្អូនបាទអញ្ចឹងសម្រាប់រថយន្តបន្លែនេះក៏យើងអាចនិយាយថាជា Toyota Camry ជំនាន់ទី5មួយនេះក៏មានតម្លៃនៅក្នុងទីផ្សារល្អមែនតើសង្ឃថាដូចToyota Corolla មិនដែរគឺតម្លៃចាប់ពីត្រឹមតែ$8000រហូតដល់10000ស្អាងដូចគ្នាបាទហ្នឹងហើយតោះបងប្អូនអញ្ចឹងសម្រាប់ model ទី4របស់យើងហ្នឹងគឺបងប្អូនស្គាល់ស្រាប់ហើយគឺជា Kia Morning អញ្ចឹងខ្ញុំលើក Kia Morning ជំនាន់ទី2នេះមកដើម្បីបង្ហាញបងប្អូនអញ្ចឹង Kia Morning ហ្នឹងគឺយើងអាចនិយាយបានថាជា Kia Morning ឬក៏ពាក្យមួយទៀតយើងអាចនិយាយបានថាជា Kia Picanto
បាទអញ្ចឹងសម្រាប់ gear morning ហ្នឹងអ្វីដែលវាតាក់ទាញដំបូងគេសម្រាប់ខ្ញុំឃើញចាស់ស្ដែងគឺការ design របស់វាការ design របស់វាមើលទៅបែបនេះជា modern design បើយើង compare ទៅនឹងជំនាន់មុនៗគឺវាស្អាតមែនទែនហើយសម្រាប់មួយទៀតគឺបើសិនជាបងប្អូនត្រូវការ safety គឺ gear នេះវាមានប្រព័ន្ធសុវត្ថិភាពច្រើនមែនទែនហើយណាមួយចុចខាងក្នុងវាគឺវា improve បានច្រើនទៅលើ interior ខាងក្នុងមើលទៅគឺស៊ីវិល័យអញ្ចឹងសម្រាប់រថយន្ត gear នេះខ្ញុំណែនាំឲ្យភាគច្រើនបងតែស្រីទឹកជនកូនទៅរៀនទៅអីហ្នឹងគឺត្រូវមែនទែនសម្រាប់ gear ណាមួយបើយើងប្រើប្រាស់នៅក្នុងក្រុងគឺវាតូចយើងស្រួលចតហ្នឹងហើយអ្វីដែលតាក់ទាញមួយទៀតគឺ gear នេះក៏ជាប្រភេទរថយន្តដែលស៊ីសាំងតិចផងដែរបាទអញ្ចឹងសម្រាប់ gear នៅទីផ្សារស្រុកខ្មែរយើងក៏ជាតម្លៃមួយដែលយើងគិតថាទទួលយកបានដែរដោយសារ gear នេះគឺមានតម្លៃចាប់ពីត្រឹមតែ 8,000 ទៅ 10,000 សាំងដូចគ្នាគឺបងប្អូនអាចបាន gear generation ទី2ដែលមានឆ្នាំផលិតចាប់ពីឆ្នាំ2011រហូតដល់ឆ្នាំ2017តើបងប្អូនអញ្ចឹងយើងនិយាយថានេះគឺជា model កូនបើហើយ model ទី5គឺជា gear Ray ជាសម្រាប់ gear Ray គឺបងប្អូនឃើញនេះគឺផ្ទុះការចាប់អារម្មណ៍មែនទែនរយៈក្រោយនេះបាទខ្ញុំទូស្គាល់ថាសម្រាប់ gear Ray នេះគឺវាមើលទៅបែបថាជួបមែនទែនហើយភាគច្រើនបងគាត់យកទៅបិទ sticker យកអីទៅថែមអញ្ចឹងមើលទៅកាន់តែតាក់ទាញបាទហើយសម្រាប់ gear Ray ខ្ញុំធ្វើបទបង្ហាញហ្នឹងគឺជា gear Ray first generation ដែលមានឆ្នាំផលិតចាប់ពីឆ្នាំ2011រហូតដល់ឆ្នាំ2017បាទអញ្ចឹងសម្រាប់ gear Ray ហ្នឹងអ្វីដែលខ្ញុំឃើញមុនគេដំបូងហ្នឹងគឺជាការបើកទ្វារដូច Alphard ចឹងបងប្អូនគឺខាងក្នុងវាគឺវា design មកបែបលក្ខណៈទូលាយមែនតើសម្រាប់អ្នកដែលគាត់អង្គុយខាងក្រោយហ្នឹងណាគឺទូលាយខ្លាំងបាទហើយសម្រាប់ gear Ray គឺវាល្អបំផុតសម្រាប់តែយើងប្រើប្រាស់នៅក្នុងក្រុងហើយណាមួយសម្រាប់បងប្អូនដែលចូលចិត្តឡានដែល design ប្លែកៗជូតហ្នឹងគឺបងប្អូនជ្រើសរើស gear Ray ទៅគឺមិនខុសទេបងប្អូនបាទបងប្អូនហើយសម្រាប់price range របស់ gear Ray ក៏យើងអាចទទួលយកបានផងដែរដែលយើងបានឡាន Kia model ល្បីមកពីខាងកូរ៉េចាំខ្ពស់ហើយសម្រាប់តម្លៃគឺត្រឹមតែ 8,000 ឡើងគឺបងប្អូនអាចជ្រើសរើស Kia Rayមកប្រើប្រាស់មួយបានហើយបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានមើលវីដេអូរបស់ខ្ញុំហើយបងប្អូនដល់ចំណុចចុងក្រោយនេះខ្ញុំគិតថាបងប្អូនពិតជាតាមដានដល់ចុងក្រោយមែនអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនខមមិននៅខាងក្រោមមកថាបងប្អូនពេញចិត្តយន្តមួយណាដែលសម្រាប់តម្លៃនៅក្រៅ $10,000ដែលខ្ញុំ list ទាំង5ហ្នឹងហើយអរគុណច្រើនបងប្អូន